ได้ប្រិមត្តទាំងអស់គ្នាជាទីស្រឡាញ់និងជាទីរាប់អានថ្ងៃនេះអ្នកទាំងអស់គ្នាបានចូលមកកាន់ជាមួយនឹង channel របស់ពេជ្រកាហ្វេអាហារដ្ឋានពេជ្រកាហ្វេយើងគឺយើងមានមុខម្ហូបមួយមុខសម្រាប់ចែករំលែកទៅដល់ប្រិមត្តទាំងអស់គ្នាសម្រាប់បងប្អូនដែលគាត់ចូលចិត្តញ៉ាំហិលហើយគាត់មានពងទាតែមួយគ្រាប់មិនដឹងថាធ្វើម្ហូបអីបានណាតែបើសិនជាបើមានពងទាហើយមានម្រះព្រៅទៀតមានវិធីមួយដែលបងប្អូនញ៉ាំហើយឆ្ងាញ់អញ្ចឹងគឺយើងធ្វើការឆាជាមួយនឹងម្ហូបពិសេសរបស់យើងការមកបងប្រចាំគ្រួសាររបស់ខ្ញុំហើយនឹងប្រចាំហាងរបស់ខ្ញុំតែម្ដងអាហារដ្ឋានរបស់យើងគឺលក់ដាច់ខ្លាំងមែនទែនជាមួយនឹងផាក់កាផៅពងមាន់ផាក់កាផៅសាច់ជ្រូកចាអញ្ចឹងផាក់កាផៅពងមាន់នេះគឺយើងលក់ដាច់ឈានមុខគេហ្មងនៅក្នុងអាហារដ្ឋានពេជ្រកាហ្វេហ្នឹងណាចាអញ្ចឹងរបៀបនៃការធ្វើផាក់កាផៅពងមាន់អញ្ចឹងបងប្អូនអាចមើលវីដេអូមួយទៅចាតាំងចំណុចចាប់ផ្ដើមមកយើងមានគ្រឿងផ្សំរបស់យើងអត់មានអីទេគឺមានតែម្ទេសឆាចាម្ទេសហ្នឹងគឺម្ទេសការ៉េចាគឺយើងកំប៉ុងខ្ទឹមដាក់ម្ទេសការ៉េដាក់អំបិលប៊ីចេងស្ករអត់ប្រើអំបិលទេណាចាអត់ប្រើអំបិលទេគឺប៊ីចេងស្ករហើយនឹងម្ទេសហុយបើសិនជាបងប្អូនចំណូលជាមួយនឹងម្ទេសស្រស់បងប្អូនអាចហាន់ម្ទេសស្រស់ដាក់បន្ថែមអញ្ចឹងនៅក្នុងហ្នឹងគឺយើងមានជាមួយនឹងសណ្តែកគួរបើសិនជាអត់សណ្តែកគួរក៏អត់ទៅណាមិនចាំបាច់ដាក់ទេតែបើមានក៏ដាក់ទៅក៏កាន់តែប្រសើរកាន់តែធ្វើឲ្យរសជាតិផាក់កាផៅពងមាន់របស់យើងកាន់តែមានជាតិហើយហើយមួយទៀតសម្រាប់បងប្អូនចង់ប្រើស្លឹកគ្រៃចាចង់ហាន់ស្លឹកគ្រៃបន្ថែមក៏ហាន់ទៅបើមិនចង់ហាន់ក៏អត់ទៅតែជាទូទៅបើសិនជាយើងធ្វើផាក់កាផៅសាច់ជ្រូកយើងត្រូវប្រើស្លឹកគ្រៃតែបើសិនជាធ្វើផាក់កាផៅជាមួយនឹងពងមាន់អត់ប្រើស្លឹកគ្រៃទេតែបើសិនជាចំណូលចិត្តរបស់យើងចង់ញ៉ាំជាមួយនឹងគល់ស្លឹកគ្រៃបងប្អូនអាចធ្វើការហាន់ស្ដើងឆាចូលជាមួយនឹងម្ទេសខ្ទឹមនឹងតែម្ដងណាចាអញ្ចឹងរសជាតិរបស់យើងគឺយើងអត់ត្រូវការផ្អែមខ្លាំងអត់ត្រូវការប្រៃខ្លាំងទេផាក់កាផៅហ្នឹងចារសជាតិរបស់វាគឺត្រូវការល្មមចាមិនត្រូវការប្រៃដិតចាទៅបានយើងយកទៅញ៉ាំជាមួយនឹងបាយគឺវាមានភាពមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងនៅពេលដែលយើងញ៉ាំចាបងប្អូនកុំភ្លេចណាមានទឹកជាអីក្បែរកាន់តែអែមហ្មងព្រោះថាឆាផាក់កាផៅនេះវាត្រូវគ្នាជាមួយនឹងទឹកត្រជាក់សិនបងប្អូនមានទឹកត្រជាក់ដាក់មកអែមសែមតែម្ដងហើយចំពោះឆាផាក់កាផៅពងមាន់នេះហើយជាបងប្អូនស្ដាប់ទៅរៀងហៅថារៀងឆ្ងល់ណាហេតោះតែគេធ្វើផាក់កាផៅសាច់គោសាច់ជ្រូកដល់តែពេលពេជ្រកាហ្វេគេធ្វើផាក់កាផៅជាមួយនឹងពងមាន់ចានិយាយពីផាក់កាផៅនេះយើងអាចធ្វើបានជាច្រើនប្រភេទជាមួយនឹងច្រើនសាច់មិនថាសាច់ត្រីសាច់ជ្រូកពងមាន់ពងទាឬក៏បងប្អូនប្រើជាមួយនឹងសាច់គោទេគឺអាចធ្វើការឆាផាក់កាផៅបានដូចគ្នាប៉ុន្តែបើសិនបើជាបងប្អូនយកឲ្យច្បាស់ត្រឹមត្រូវទៅគេធ្វើផាក់កាផៅជាមួយនឹងសាច់ជ្រូកទេប៉ុន្តែអានេះគឺថាពេជ្រកាហ្វេបំបែកចេញទៅប៉ុន្តែរសជាតិវាឆ្ងាញ់ជាងសាច់ជ្រូកឆ្ងាញ់ជាងសាច់គោបងប្អូនជឿសាក់មើលចាធ្វើឆាផាក់កាផៅនេះជាមួយនឹងពងមាន់ឬពងទាសាក់មើលទៅតើដូចអ្វីដែលពេជ្រកាហ្វេនិយាយអត់ព្រោះវាឆ្ងាញ់ព្រោះអីបើសិនជាអត់ឆ្ងាញ់មិនមែនហាងយើងដឹកចេញមួយថ្ងៃ30ជើងទៅ40ជើងទេបងប្អូនគាត់គិតតែប៉ុណ្្នឹងណាចាព្រោះថារវាងផាក់កាផៅសាច់ជ្រូកនិងផាក់កាផៅពងមាន់នេះគឺខ្ញុំលក់ដាច់តែពងមាន់ហ្នឹងចូល70%ផាក់កាផៅសាច់ជ្រូកតែ50%ផាក់កាផៅសាច់គោតែ10%ទេអាហ្នឹងបច្ចុប្បន្នដែលខ្ញុំលក់នៅក្នុងហាងពេជ្រកាហ្វេរបស់ខ្ញុំណាចាអញ្ចឹងបងប្អូនចង់ដឹងពីរសជាតិរបស់ពងមាន់ផាក់កាផៅពងមាន់នេះបងប្អូនអាចធ្វើការសាកល្បងធ្វើសាកមើលតើវាឆ្ងាញ់ដូចខ្ញុំនិយាយអត់ហើយបាយប្រចាននេះអត់សល់ទេគឺថាពេលដែលយើងស្រូបហើយយើងញ៉ាំហើយមានជាតិជីបទៅក្នុងមាត់យើងឈ្ងុយណាអញ្ចឹងថាផាក់កាផៅនេះគឺអូខេហ្មងអញ្ចឹងសម្រាប់បងប្អូនកុំភ្លេចណាជួយ Subscribe បើសិនជាពេញចិត្តជាមួយនឹងវីដេអូរបស់យើងធ្វើការជួយ Subscribe ធ្វើការជាវដើម្បីឲ្យយើងធ្វើវីដេអូមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតនេះគឺជាវីដេអូទី1របស់ពេជ្រកាហ្វេសូមអរគុណ